រូបភាពប៉ុន្មានសន្លឹករបស់ទេពបុព្រឹកដែលបានបង្ហោះនៅលើបណ្ដាញសង្គមនោះកំពុងតែធ្វើឲ្យមហាជននិងអ្នកសិល្បៈជាច្រើនមានការចាប់អារម្មណ៍និងសរសើរការ៉ូ SPC មានច្រើនពណ៌ច្រើនជម្រើសធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែទំនើបស៊ីវិល័យអត្ថប្រយោជន៍ងាយស្រួលក្នុងការដំឡើងមិនសាយជាតិពុលក្នុងបន្ទប់ធន់នឹងការកកិតប្រើប្រាស់ធន់បានយូរឆ្នាំមិនជ្រាបទឹកការពារសត្វកណ្ដៀរអាចផ្លាស់ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែងមួយយ៉ាងងាយស្រួលសម្អាតមិនរអិលអាចរៀបបានគ្រប់ទីកន្លែងការ៉ូ SPC ធ្វើឲ្យគេហដ្ឋានរបស់អស់លោកអ្នកកាន់តែទំនើបស៊ីវិល័យមានលក់ដុំនិងរាយសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ015 988 449គេឃើញថាការពីពេលប៉ុន្មានថ្ងៃកន្លងទៅនេះទេពបុព្រឹករួមជាមួយនឹងលោកជីដេវីតបានធ្វើដំណើរហោះហើរទៅក្រៅប្រទេសនៅក្នុងនោះផងដែរគេឃើញថាអ្នកទាំងពីរបានបង្ហាញនៅសកម្មភាពធ្វើដំណើរកម្សាន្តក៏ដូចជាការថតរូបជាច្រើនដែលបង្អួតនៅលើបណ្ដាញសង្គមប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺនៅរូបថតប៉ុន្មានសន្លឹកដែលទេពបុព្រឹកបានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនអមជាមួយនឹងការលើកឡើងបែបខ្លីៗដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រជាពិសេសគឺអ្នកសិល្បៈផ្ទាល់តែម្ដងគឺមានការសរសើរទៅកាន់ទេពបុព្រឹកនៅក្នុងការច្នៃ style នៅក្នុងការថតរូបជាពិសេសទេសភាពនិងទិដ្ឋភាពដែលមានព្រិលធ្លាក់យ៉ាងត្រជាក់ប៉ុន្តែទេពបុព្រឹកបែរជាស្លៀកឈុតប៊ីគីនីថតដោយបង្ហាញនៅភាពជឿជាក់និងមើលទៅគឺពិតជាមានភាពស្រស់ស្អាតដោយអ្នកខ្លះគឺមានការខមមិនសរសើរនៅទេពកោសល្យនៅក្នុងការរក concept ថតរូបរបស់នាងផងដែរនៅក្នុងនោះផងដែរគេឃើញថាតារាប្រុសស្រីជាច្រើនក៏បានចូលទៅ comment បែបសរសើរទេពបុព្រឹកដែលម្នាក់ស្ទើរតែមិនជឿថាសម្រាប់អាកាសធាតុដែលត្រជាក់ខ្លាំងបែបនេះទេពបុព្រឹកបែរជាហ៊ានធ្វើរឿងមួយនេះដោយថតរូបបែបស្លៀកឈុតប៊ីគីនីដែលពិតជានឹកស្មានមិនដល់នោះទេនៅក្នុងនោះមានអ្នកខ្លះ comment ថាធ្លាក់ព្រិលតែ so hot ណាស់ baby អើយវ៉ាវញាក់តែម្ដង idol និងមានអ្នក comment ជាច្រើនទៀតដោយមានការសរសើរនិងពេញចិត្តចំពោះទេពកោសល្យ concept នៃការថតរូបរបស់ទេពបុព្រឹកព្រោះថានាងគឺជាអ្នកសិល្បៈមួយរូបដែលមហាជនតែងតែចាត់ទុកថាជាតារាស្រីដែលតែងតែរកអ្វីដែលថ្មីជាពិសេសគឺការតុបតែងខ្លួនបែប style ប្លែកមិនឲ្យជន់ style នោះទេនោះទើបហៅថាជាទេពបុព្រឹក